បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទធម្មជាតិជាមួយនឹងជីវិតពិតអញ្ចឹងថ្ងៃនេះធម្មជាតិជាមួយនឹងជីវិតពិតយើងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់មកទស្សនាវិធីធ្វើបាទម្ហូបស្រុកស្រែចម្ការមួយប្រភេទដែលជាយើងនិយាយថាអាចម្ហូបឆ្ងាញ់បាទខ្ញុំសាកធ្វើឲ្យឆ្ងាញ់គឺសាច់គោឆាគ្រឿងខ្ទឹមសណាបងប្អូនខ្ញុំឆ្នៃពីទៅពីតាមខាននឹកឃើញហើយវាជាម្ហូបប្លែកអញ្ចឹងបងប្អូនអញ្ជើញចូលរួមទស្សនាទាំងអស់តើវាមានអ្វីប្លែកហើយមានអ្វីពិសេសនៅក្នុងវីដេអូនេះបងប្អូនអាចចូលរួមតាមដានទស្សនាតាំងពីដើមដល់ចប់ទាំងអស់គ្នាអរគុណអញ្ចឹងជាដំបូងឡើយគឺយើងបើកខ្ទះឲ្យក្តៅមកហើយយើងចាក់ប្រេងឆាបន្តិចនិងយើងដាក់ខ្ទឹមសចូលដើម្បីបំពងណាបងប្អូនបាទដើម្បីយើងពងវាលីងវាបន្ទាប់មកខ្ញុំដាក់គ្រឿងដែលបានបុកហើយអញ្ចឹងគ្រឿងដែលបុកនេះខ្ញុំបញ្ជាក់បងប្អូនថាខ្ញុំប្រើតែម្ទេសជាមួយនឹងខ្ទឹមសហើយនឹងម្ដេងណាបងប្អូនខ្ញុំអត់ប្រើស្លឹកក្រូចខ្ញុំអត់ប្រើល្មៀតល្មៀតខ្ញុំប្រើតិចតួចប៉ុន្តែស្លឹកក្រូចនិងគល់ស្លឹកគ្រៃខ្ញុំអត់ប្រើទេខ្ញុំសាកច្នៃធ្វើបែបនេះមើលតើរសជាតិវាបែបណាដែរវានៅឆ្អាបនៅឆ្អេះសាច់គោយ៉ាងណាដែរអញ្ចឹងណាបងប្អូនអូខេអញ្ចឹងបងប្អូនទស្សនាមើលតទៀតអញ្ចឹងគឺខ្ញុំចាក់ឲ្យខ្ញុំរៀងរំលីងម្ទេសនឹងតិចអាយ៉ាសូមជាស្រ័យបងប្អូនថាខ្ញុំឈួលម្ទេសណាជាស្រ័យបានអញ្ចឹងបន្ទាប់មកយើងចាក់សាច់គោចូលយើងចាក់សាច់គោឲ្យម្នាក់ឯងខ្ញុំហាន់បន្តិចបងប្អូនសាច់គោប្រហែលជា2ខាំហើយសាច់គោនឹងបញ្ជាក់បងប្អូនថាវាគោចាស់រៀងជាប់ខ្លាញ់ជាប់តសៃអីចឹងទៅរៀងស្វិតណាបងប្អូនបាទអញ្ចឹងវិធីធ្វើក៏មានតែបង្ងាស់វាបន្តិចណាបងប្អូនបាទអញ្ចឹងខ្ញុំចាប់ផ្ដើមរំលីងឆាត្រឡប់សាច់គោនឹងជាមួយនឹងគ្រឿងក្រូទាំងអស់ហ្នឹងដែលយើងបានរំងាស់មុនហ្នឹងអញ្ចឹងរបៀបធ្វើនេះគឺសាមញ្ញទេបងប្អូនហើយខ្ញុំនៅតែរក្សាបានន័យថាតម្រង់គុណភាពរសជាតិគឺខ្ញុំយកតាមចាស់ពីដើមណាបងប្អូនបាទអញ្ចឹងគឺខ្ញុំថែមទឹកបន្តិចដើម្បីរំងាស់សាច់គោនឹងឲ្យវាផុយអញ្ចឹងក្រោយពេលដែលយើងដាក់រំងាស់សាច់គោបងប្អូនអាចបំបែរអារម្មណ៍មកទស្សនាទិដ្ឋភាពទូទៅនៅក្នុងចំការទុរេនដែលខ្ញុំបានធ្វើការអញ្ចឹងទីនេះគឺយើងមានស្រះទឹកទូចមួយសម្រាប់ទប់ទឹកប្រើប្រាស់ទូទៅឲ្យក្បែរស្រះទឹកហ្នឹងខ្ញុំមានដាំពោណាបងប្អូនពោល្អមែនតើហើយពោនេះគឺដាំសម្រាប់ហូបទេបងប្អូនណាបាទសម្រាប់ហូបកំដរអបសុកបាទខ្ញុំមានចេកមានដូងនៅក្នុងចកាដែលខ្ញុំចាំនៅលើទឹកដីនៃប្រទេសម៉ាឡេស៊ីហ្នឹងហើយនេះគឺជាទិដ្ឋភាពទិសខាងលិចថ្ងៃលិចហើយបងប្អូនណាបាទគឺស្ងាត់ជ្រងំល្អមែនតើមើលឃើញតែធម្មជាតិបាទស្រស់បំប្រងនៅជុំវិញផ្ទះដែលខ្ញុំបាទចាំចំការហ្នឹងបាទអញ្ចឹងនេះយើងមើលទៅបងប្អូនទិដ្ឋភាពទូទៅគឺស្រស់ស្អាតហើយស្ងប់ស្ងាត់ល្អហើយនេះគឺជាផ្ទះដែលខ្ញុំចាំចំការទុរេនហ្នឹងបងប្អូនណាហើយបញ្ជាក់ថាខ្ញុំចាំមានគ្នា2នាក់បងប្អូនបាទហើយក្នុងហ្នឹងយើងក៏មានបន្លែមានប្លុកមួយចំនួនហូបដូចជានេះអីយើងមើលឃើញថាល្ហុងធម្មជាតិដែលវាដុះបាទដុះដល់ឯងហ្នឹងយើងគ្រាន់តែហូបឲ្យគ្រាប់វាបាចចោលទៅវាដុះនេះក៏ផិតជាបន្លែយើងដែរវាផ្លែគួរសមដែរពីដើមហ្នឹងអាចឲ្យយើងធ្វើម្ហូបយើងទុកឲ្យវាទុំហូបអីចឹងទៅដូចជាផ្លែឈើផងបន្លែផងបាទអូខេតោះអញ្ចឹងយើងទៅមើលស្លយើងវិញបងប្អូនណាស្លសុំទោសមាត់នេះទៅមើលឆាយើងវិញព្រោះយើងទុកវាចោលដល់ម៉ាំងណាហើយអូខេវារៀងរីងទឹកតិចហើយបងប្អូនអញ្ចឹងខ្ញុំកូរត្រឡប់វាដើម្បីឲ្យវាស្មើឆ្អិនសព្វល្អហើយនឹងហៅថាផុយសព្វកន្លែងសព្វសាច់អញ្ចឹងណាបងប្អូនបាទខ្ញុំបញ្ជាក់បងប្អូនសារជាថ្មីថាមុខម្ហូបនេះគឺខ្ញុំធ្វើលក្ខណៈបែបតាមបែបអ្នកស្រែអ្នកដែលធ្វើគឺខ្ញុំផ្ទាល់ហើយគុណភាពរក្សាគឺខ្ញុំយករូបមន្តលោកយាយខ្ញុំឬក៏ចាស់ពីដើមដែលខ្ញុំប្រើតែអំបិលនិងប៊ីចេងទេបងប្អូនណាបាទអត់មានដាក់ស្ករអត់មានសាំហ្វុបរ៉ូឌីប្រេងខ្យងទឹកស៊ីអ៊ីវទឹកអីទេបងប្អូនណាបាទជាស្រ័យហងដោយសារខ្ញុំឃើញគាត់ធ្វើពីមុនមកអញ្ចឹងហើយដូចវីដេអូមុនក៏ខ្ញុំធ្លាប់និយាយដែរខ្ញុំចង់រក្សាតម្រង់នៃខែចំអិនម្ហូបរបស់ចាស់ពីដើមចាស់បុរាណអីចឹងដូចជាចំនួនលោកយាយខ្ញុំចាស់ពីមុនអីចឹងម្ហូបគ្រឿងក្រូវគាត់ធ្វើដូចបានបញ្ជាក់ចឹងបងប្អូនគឺគាត់អត់មានអីទេមានតែអំបិលប៊ីចេងប្រហុកភាគច្រើនគឺមានតែប៉ុណ្្នឹងបងប្អូនណាបាទតាមខ្ញុំដឹងហើយខ្ញុំធ្លាប់ឃើញគាត់ធ្វើហើយធ្លាប់ហូបមកហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងក្រោយពេលយើងដាក់អំបិលប៊ីចេងហើយយើងចាប់ផ្ដើមកូរវាចូលគ្រឿងហើយយើងភ្លក់មើលបន្តិចបាទរសជាតិវាតើវាប្រៃដិតឬមួយក៏សាបអីយ៉ាងណាយ៉ាងណីអីយើងសាកភ្លក់វាមើលអញ្ចឹងយើងកូរវាទៅបងប្អូនដើម្បីឲ្យវាឆាប់ដាច់ទឹកដើម្បីយើងដាក់ខ្ទឹមសខ្ទឹមក្រហមហើយយើងរំងាស់វាអញ្ចឹង
dương mơ này phải cô dương cứ phôi là mồ mà nhom lụa mỡ dân khỏi pe là nhom lụa hai nhom chập ram cô với tiết bóng phôn hỏi về phải những trong vậy là tình yêu và đặc biệt theo việc phập cục lại những đó bóng phôn bà cô vật trong máu bàn chẳng bật tọa bị nắng mà hộp dương chất hai là bóng phôn mà phần tình tiết cứ dương tham tại tầm pho tầm có hóm này dương bàn hành hỏi nó dương chạy về trồ máu hay dương cô với phập bóng phôn bạn dương cô với phập là theo cha bạn này thay cha cô đôi phải ló nhóm chọp mọt bóng phôn phôn tốt cứ dương cha với cho mùi tầm pho tầm có hóm năng dương can để cha với được can để cô với chân nóไปฝากខ្ញុំ ចំណាំតែនិយាយគោអញ្ចឹងបងប្អូនដើម្បីឲ្យវាចូលគ្រឿងហ្វាប់ល្អជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងឲ្យខ្ទឹមក្រហមខ្ទឹមសនោះវារៀងផុយបន្តិចទៅខ្ញុំប្រយ័ត្នបងប្អូនថាខ្ញុំឆានេះគឺខ្ញុំយករសជាតិរៀងប្រៃដិតបន្តិចហើយខ្ញុំទុកទឹកតិចខ្ញុំទុកទឹករៀងខាប់ផែបានទឹករ៉ែបងប្អូនថាទឹកបន្តិចអញ្ចឹងណាដើម្បីយកទឹកនឹងលាយបាយហូបឆ្ងាញ់អញ្ចឹងណាបងប្អូនបាទអរគុណច្រើនបងប្អូនអញ្ចឹងសម្លយើងឆ្អិនហើយវីដេអូខ្ញុំបាទក៏មានតែប៉ុណ្ណឹងវាជាការចែកម្លែកជីវិតពិតជាមួយនឹងធម្មជាតិការធ្វើម្ហូបរបស់ខ្ញុំបាទផ្ទាល់ដែលរក្សារូបមន្តចាស់ពីដើមឬក៏លោកយាយលោកតាដែលធ្លាប់ធ្វើពីមុនគឺគ្រឿងក្រៅគាត់មានតែអំបិលប៊ីចេងប្រហុកបាទអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទជីវិតពិតជាមួយនឹងធម្មជាតិបើសិនជាបងប្អូនបានទស្សនាហើយកុំភ្លេចចូលរួម Subscribe Channel របស់ខ្ញុំបាទឬក៏ជាវ Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូជាច្រើនទៀតទាក់ទងជាមួយជីវិតពិតនិងធម្មជាតិអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមដល់ចប់ណាបងប្អូនកុំភ្លេចចូលរួមជាវ Subscribe Channel របស់ខ្ញុំបាទឬក៏ចូលរួមចែករំលែកចុច Like ចុច Share ម្នាក់មួយអរគុណបងប្អូនទុកជាមុនបាយបាយ